ចឹងការបង្កើត MDI គឺដោយសារការពីលើកមុនគឺយើងបានធ្វើលំហាត់ផ្សេងគ្នាហើយនៅក្នុងកម្មវិធីនៅក្នុង folder មួយបាទអញ្ចឹងយើងបានបង្កើត VB ថ្មីអញ្ចឹងយើងត្រូវការ add ចូល MDI ដើម្បីរៀបឲ្យវាមានសណ្ដាប់ធ្នាប់របស់វាបាទអញ្ចឹងដើម្បីបង្កើត MDI យើងមាន form ជាទូទៅយើងបើក project មកវាមាន form 1របស់វាមួយណាអញ្ចឹងអ្នកនរគ្នាចុចទៅលើ project យកពាក្យ add item មកបាទអ្នកនរគ្នាទៅរើសយកពាក្យ MDI form បាទ MDI គឺជា form មេបាទដែលប្រើសម្រាប់គ្រប់គ្រងទៅលើបាទនេះគេណា MDI parent form បាទ parent ឪពុកម្ដាយមិនចឹងណាបាទ add ចូលមកបាទអញ្ចឹងយើងបាន form MDI មួយបាទដែលនៅក្នុងនោះវាមាន new open នៃរបស់វាតែម្ដងបាទហើយយើងចង់បន្ថែមមួយទៀតយើងអាចបន្ថែមខ្លួនឯងបានអញ្ចឹងដូចថាខ្ញុំចង់ឲ្យអ្នកនរគ្នា add លំហាត់ chapter 1អញ្ចឹង exercise chapter 1 TH1 អញ្ចឹងនៅក្នុង exercise chapter 1មានអីខ្លះសូមអ្នកនរគ្នាដាក់ចូលមកអញ្ចឹង exercise chapter 1តាមដែលយើងធ្លាប់រៀនមាន using with combo box kilometer converter ហើយនិង hello user បាទអញ្ចឹងវាមាន using with combo box បាទហើយមាន kilometer converter បាទ converter ហើយនឹង hello user បាទនេះគ្រាន់តែជាការដាក់ label ឲ្យវាទេសូមបញ្ជាក់ណាថាពេលដែលយើងចុចទៅលើវាអត់មាន form នឹងចូលមកទេអញ្ចឹងយើងត្រូវ import form នឹងចូលមកកាន់ solution explorer របស់យើងសិនចានេះ form 1របស់វាអញ្ចឹង form 1ហ្នឹងអត់ត្រូវការទេ delete វាចោលទៅកុំឲ្យវាញ៉ៃណាអញ្ចឹងយើងចាប់ផ្ដើម add file យើងប្រើ important ណាសូមមើលតិចសិន export សិន open project បាទ open project បានន័យថាយើងបើក project ដែលមានប្រាប់ you must choose and save បាទឲ្យយើង save បាទអញ្ចឹងយើងដាក់ឈ្មោះប្រើមក Windows application 1ខ្ញុំដាក់នៅក្នុង drive D select folder បាទអញ្ចឹងដាក់ using with MDI អញ្ចឹងវាឲ្យយើងទៅបើក project ដែលមានប្រាប់ហ្នឹងបាទអញ្ចឹងយើងបើក project ហ្នឹងមកអានេះបាទសុំទោសអាហ្នឹងមិនមែនអានេះវា open project បើកអា project លុប project ចាស់ដាក់ project ថ្មីបាទអញ្ចឹងយើងទៅយក project របស់យើងវិញដដែល D using with MDI using MDI បាទយើងបើកអាហ្នឹងវិញដដែលបាទសូមបញ្ជាក់ថា import project ដែរ project នេះ project add existing item បាទអញ្ចឹង add existing item គឺយើងយក item ដែលមានហើយបាទន័យថាយើងយក project ដែលយើងបានធ្វើហើយណាបាទអញ្ចឹងយើងទៅបើកមកតើ item របស់យើងនៅកន្លែងណា semester 1 នេះលំហាត់អនុវត្តនេះបើកវា add ទៅចូលណានេះប៉ុន្តែយើងអត់ចាំបាច់ add អ្វីខុសពី form ទេសូមឲ្យអ្នកនរគ្នា add form ចុច VB នឹងមកបាទហើយ add វាចូលមកអញ្ចឹងវាយក form នឹងចូលនេះ form 1ចុច VB double click លើវាចេញណាអញ្ចឹងកូដរបស់យើងទាំងប្រមាណគឺមាននៅក្នុងនឹងហើយស្រាប់អ្វីដែលយើងសរសេរហ្នឹងប៉ុន្តែសូមប្រយ័ត្ននឹង form ហ្នឹងប្រយ័ត្នដល់ពេល add អាមួយទៀតមកអាមួយហ្នឹងឈ្មោះ form 1ដូចគ្នា error បណ្ដោយអញ្ចឹងយើងគួរតែ rename វាឲ្យ mouse ស្ដាំ rename វាបាទអញ្ចឹង form ហ្នឹងឧទាហរណ៍ថាយើងដាក់ឈ្មោះអីគេ form using combo អញ្ចឹងទៅមិនទេបាទ combo បាទអញ្ចឹងយើងបាន form ហ្នឹងមួយហើយបន្តមកខ្ញុំទៅ add ទៀតណា project add existing item អញ្ចឹងខ្ញុំទៅរកលំហាត់មួយទៀតគឺ
kilomet converter នៅក្នុង file kilomet converter ខ្ញុំទៅ form ណានេះ FOM kilomet converter អញ្ចឹងយើងយកទៅ form របស់វាមកទេ add ចូលមកបើ form របស់វាមានឈ្មោះខុសគ្នាអត់បញ្ហាអានេះ kilomet converter ចុច in ចុច fit ទេនោះបាទ add ទៀត project add exciting item យើង add រហូត add ទាំងអស់បាទអញ្ចឹង hello user នេះ hello user បើមកអ្នកនរមើល form ណានេះចុច vv នេះឲ្យតែហ្នឹងគឺ form ហើយប៉ុន្តែ designer ណា design គឺអា form design របស់វាយើងយកអា form ដែលយើង add ធ្វើហើយអញ្ចឹងបាន3ហើយមិនអញ្ចឹងណាបាទ kilomet converter hello user ឯនេះអត់អញ្ចឹងយើងចាប់ដើមសរសេរបញ្ជីឲ្យវាដើរអញ្ចឹងនៅក្នុង MDI chapter 1នេះនៅក្នុង using with combo យើងត្រូវហៅអា form combo ហ្នឹងណាអញ្ចឹង double click ទៅលើវាមកយើងចាប់ដើមសរសេរ code ឲ្យវានេះបាទអញ្ចឹងពេលណាដែលយើងចុចទៅលើ tool script របស់វាហ្នឹងយើងឲ្យហៅឲ្យទីនេះ FOM using with combo.show មិនចឹងណាបាទហើយអីទៀតបាត់វាចោលទៅមើលនេះ kilomet converter បាទអញ្ចឹង FOM kilomet.show មានអីទៀត hello user double click ទៅលើវា FOM hello user.show បាទ save project នឹងមកអញ្ចឹងអ្នកនរគ្នា run ដល់សុំទោស run គឺយើងត្រូវ add MDI វា run មុនបាទអញ្ចឹងយើងចូលកន្លែង start up form យើងប្រើ MDI parent 1ឲ្យវាដើរមុនគេតែនៅពេលណាដែល run ទៅវាចេញ MDI ទៅrồiបាទអញ្ចឹង MDI ហ្នឹងបើយើងចង់ឲ្យវាឆ្លាស់មុខឆ្លាស់មាត់យើងឲ្យវា maximize នៅពេលណាដែល form ហ្នឹងវា load មកឲ្យវាធំណាអញ្ចឹងយើងចូលមកក្នុង form MDI ហ្នឹងតែដល់យើងចូល property របស់វាបាទអញ្ចឹង property នៅខាងក្រោមគេឈ្មោះ Windows State បាទ Windows State អ្នកនរគ្នាខ្ញុំដាក់វា normal បាទអ្នកនរគ្នាដាក់ឲ្យវា maximize ទៅបាទពេលនោះពេលដែល run ទៅវាចេញ maximize ពេញអេក្រង់ទៅម្ដងចឹងនៅក្នុង chapter 1អ្នកនរគ្នាចុចទៅលើ combo ហ្នឹងវាចេញប៉ុន្តែនេះវាអត់ស្ថិតនៅខាងក្នុង MDI ទេបាទអញ្ចឹងតើតើយើង set ឲ្យវាបាទខ្ញុំភ្លេច property វាបន្តិចបាទសុំចូល property វាបន្តិចទៅអញ្ចឹង hello user ហ្នឹងអ្នកនរគ្នាតើទៅចូល property របស់វាបាទកន្លែងត្រង់ MDI child ហ្នឹង MDI parent ណាអូអត់មានទេតើសេកូដហ្នឹងពេលដែល form វា load មកខ្ញុំចង់ផ្លេចអាហ្នឹងបាត់